បរមម្នាក់នេះអ្នកគ្នាគាត់បានលួចសាកសពមនុស្សស្រីនិងថែមទាំងសម្លាប់មនុស្សស្រីទៀតដើម្បីតែយកមកប្រលេះស្បែកធ្វើជាគ្រឿងសង្ហារឹមដែលគាត់មានឈ្មោះថា Edgin កើតនៅថ្ងៃទី26 សីហាឆ្នាំ 1906 គាត់បានធំធាត់ឡើងនៅក្នុងគ្រួសារមួយនៅស្រុក Plainfield រដ្ឋ Wisconsin សហរដ្ឋអាមេរិកហើយលុយទាំងប្រមាណដែលគាត់រកបានហ្នឹងគាត់តែងតែចំណាយទៅលើស្រាហើយថែមទាំងប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសាររបស់គាត់ទៀតដែលបន្ទុកគ្រួសារទាំងមូលទៅធ្លាក់ទៅលើម្ដាយរបស់គាត់ដែលមានឈ្មោះថា Augusta Wilhelmine និងជាស្ត្រីមួយដែលងំងល់ខ្លាំងលើសាសនាសាតានមួយដែលមានឈ្មោះថា The Devil នាងគិតថាពិភពលោកមួយនេះពោពេញទៅដោយអំពើអាក្រក់ដែលមនុស្សស្រីកើតឡើងមកដើម្បីតែបម្រើមនុស្សប្រុសនិយាយទៅគាត់ខឹងតែប្តីគាត់មួយសោះលេងសិតតែរះមនុស្សស្រីទាំងអស់យកហ្មងអត់យល់គួរណាតែគាត់នឹងស្អប់មនុស្សប្រុសដែលចរិតដូចប្តីគាត់មិនត្រូវហើយថែមទាំងបង្រៀនអេតជាមួយនឹងបងប្រុសរបស់គាត់នឹងមិនឲ្យលេងជាមួយអ្នកណាទាំងអស់ជាពិសេសគឺមនុស្សស្រីដែលគួរឲ្យស្អប់ខ្ពើមនិងរអើលនីតិបំផុតនិយាយទៅក្រៅពីគាត់គឺគ្មានអ្នកណាគេទេដែលជាមនុស្សស្រីបរិសុទ្ធទាំងអស់ហ្នឹងវាធ្វើឲ្យអេតហ្នឹងគោរពម្ដាយរបស់គាត់ដូចព្រះអញ្ចឹងគាត់មិនដែលហ៊ានល្មើសនឹងច្បាប់របស់ម្ដាយគាត់ដែលបានដាក់ឲ្យគាត់ទេរបៀបថាម្ដងជេរម្ដងប្រមាថម្ដងលួងលោមអេបផ្ទាល់ហ្នឹងគឺគាត់វល់ហ្មងគាត់មិនដឹងថាអារូបភាពមួយណាជាការស្រឡាញ់អារូបភាពមួយណាជាការស្អប់ផងដោយអេតណាគាត់មានអារម្មណ៍ខុសពីក្មេងដទៃដែលយើងមើលមកហ្នឹងគឺគាត់ជាមនុស្សម្នាក់ដែលខ្មាស់អៀនច្រើននិងទទួលរងការសោកចំអកនៅក្នុងសាលារៀនអូខេសួស្ដីដល់អ្នកគ្នាឃើញកាបូបលុយនេះកាន់នៅក្នុងដៃនេះអត់នេះជា sponsor ទី1របស់ខ្ញុំនិយាយមែនអ្នកគ្នាខ្ញុំតាំងពីរៀនថ្នាក់ទី1រហូតដល់ថ្នាក់ទី12រហូតដល់រៀនដល់សាកលវិទ្យាល័យឆ្នាំទី2អ្នកគ្នាខ្ញុំអត់ដែលមានកាបូបលុយប្រើប្រាស់ពីមុនមកទេហើយបើពេលទៅញ៉ាំអីមួយក្រាស់វិញម្ដងអ្នកគ្នាគឺដកលុយមកពួកវល់និយាយទៅគឺខ្មាស់ក្រាស់ខ្លាំងមែនតើឥឡូវយើងមានអានេះគឺស្រួលអញ្ចឹងអ្នកគ្នាសខាន់វាទូចល្មមដាក់តាមខ្លួនអានេះជាប្រភេទស្បែកគោសុទ្ធ 100% ជាប្រភេទស្បែកគោថូដាលេដេដដៃបន្ទះក្រាស់សខាន់គឺជាផលិតផលរបស់ខ្មែរយើងផលិតក្នុងស្រុកទៀតផងមួយទៀតអ្នកគ្នាកាបូបលុយនេះគឺធានារហូតដល់ទៅ6ខែបើសិនជាមានបញ្ហារលត់ឬក៏ដាច់អ្នកគ្នាអាចទៅដូរនៅកន្លែងគេវិញបានសំខាន់អត់ថ្លៃទេអ្នកគ្នាគឺតម្លៃត្រឹមតែ$10តិចតួចតែប៉ុណ្ណោះអញ្ចឹងអ្នកគ្នាបើសិនជាចង់បានកាបូបលុយនៅក្នុងដៃរបស់ខ្ញុំនេះអ្នកគ្នាអាចឆាតទៅរក page របស់គាត់ដែលខ្ញុំដាក់ក្នុងវីដេអូនេះបានអូខេអ្នកគ្នាចូលសាច់រឿងរបស់យើងវិញរហូតដល់ឆ្នាំ1940ហ្នឹងឪពុករបស់អេតត្រូវបានស្លាប់ដោយជំងឺគាំងបេះដូងនៅអាយុត្រឹមតែ66ឆ្នាំជាដល់ឆ្នាំ1944ហ្នឹងគឺបងប្រុសរបស់អេតត្រូវបានស្លាប់ម្នាក់ទៀតនៅក្នុងកំឡុងពេលដែលពួកគេទាំងពីរហ្នឹងទៅផលិតអគ្គិភ័យដែលឆាបឆេះសង្ការដោយការធ្វើកសោវិច័យទៅបានគេសន្មតថាបងប្រុសរបស់គាត់ត្រូវបានស្លាប់ដោយជំងឺដំណក់ដង្ហើមមិនយូរប៉ុន្មានរំលងបានមួយឆ្នាំនៅថ្ងៃទី29ខែធ្នូឆ្នាំ1945ម្ដាយរបស់គាត់បានស្លាប់ម្នាក់ទៀតដោយជំងឺដាច់សរសៃឈាមកន្លងពេលនោះគឺអេតមានអាយុ39ឆ្នាំសម្រាប់អេតផ្ទាល់គឺគាត់លែងមានម្ចាស់ការលើខ្លួនឯងគឺគាត់ត្រូវរស់នៅក្នុងផ្ទះតែម្នាក់ឯងឯកោនិយាយទៅគឺពិភពលោករបស់គាត់គឺងងឹតសូន្យឈឹងនិងគ្មានអ្នកណាចាំគ្រប់គ្រងគាត់ដូចមុនទៀតឡើយគាត់បានចាប់ផ្ដើមមានចំណាប់អារម្មណ៍ទៅលើសាកសពនិងបានរៀនពីប្រវត្តិសាស្ត្ររបស់អង្គការណាត់ស៊ីព្រមទាំងរបៀបប្រើប្រាស់កំភ្លើងបាញ់សម្លាប់សត្វនិងថែមទាំងរបៀបវះសាកសពតាមប្រពេលនោះមកគឺអេតគាត់បែកកម្មដ្ឋានខ្លាំងហ្មងគឺគាត់មានអារម្មណ៍ថាចង់ឲ្យម្ដាយរបស់គាត់នឹងរស់ឡើងវិញគាត់ក៏ចាប់ផ្ដើមទៅលួចសាកសពមនុស្សស្រីពីភ្នោកប់សពដើម្បីយកមកប្រលះយកស្បែកដែលគាត់នឹងបានប្រលះយកស្បែកមនុស្សស្រីនឹងយកមកធ្វើជាស្រោមមុខនិងសម្លៀកបំពាក់ដោយធ្វើចេញពីស្បែកព្រមទាំងពាក់គ្របរាងកាយរបស់គាត់និងមានអារម្មណ៍ថាឥឡូវនេះគឺម្ដាយរបស់គាត់កំពុងតែនៅជិតគាត់នឹងលែងខ្លាចបាត់បង់នាងទៀតហើយគាត់បន្តសកម្មភាពទាំងអស់នេះរយៈពេល10ឆ្នាំរហូតមានថ្ងៃមួយនៅក្នុងឆ្នាំ1954ដែលគាត់បានចាក់ចេញពីផ្ទះនិងស្ពាយកាភ្លើងស្នំម្ដងទៅកាន់ភោជនីយដ្ឋានមួយនៅម្ដុំ Plainfield នៅក្នុងទីនោះដែលមានមនុស្សស្រីម្នាក់ដែលមានឈ្មោះថា Mary Hogan ជាម្ចាស់ហាងហើយនៅក្នុងហាងនោះគឺមានតែគាត់ទេជាមួយនឹង Mary ហ្នឹងនៅតែពីរនាក់នៅពេលដែល Ed ដើរចូលទៅក្នុងហាងហ្នឹងគឺអ្នកស្រី Mary ក៏ចាប់អារម្មណ៍ក៏បានសួរទៅគាត់ថាធម្មតាយើងអ្នកលក់ដូរយើងត្រូវតែសួរទៅភ្ញៀវឲ្យត្រូវការញ៉ាំអីអត់តែ Ed ហ្នឹងគឺគាត់គ្រាន់តែមើលអ្នកស្រី Mary គឺគាត់ភ្លឹកយកតែម្ដងគឺគាត់អត់មានអារម្មណ៍ក្នុងខ្លួនរបស់គាត់នឹងស្កល់ទេគឺលើអញ្ចឹងមិនដឹងមិនក៏គាត់បានស្ទុះទៅដកកំភ្លើងស្នប់របស់គាត់ដែលយកមកតាមខ្លួនហ្នឹងបាញ់អ្នកស្រី Mary មួយកំភ្លើងស្លាប់តែម្ដងរួចគាត់ក៏ទាញសាកសពរបស់អ្នកស្រី Mary ដាក់គូតឡានត្រឡប់មកផ្ទះវិញការស្លាប់មួយនេះគឺអត់បានសល់បានអ្វីដើម្បីឲ្យប៉ូលីសចាប់ខ្លួនគាត់បានទេរហូតកំឡុងទៅបាន2ឆ្នាំនៅក្នុងថ្ងៃទី16វិច្ឆិកាឆ្នាំ1957នៅក្នុងថ្ងៃហ្នឹងគឺ Ed គាត់បានទៅហៅលោកគ្រឿងសង្ហារឹមមកកន្លែងនៅក្នុងស្រុក Plainfield ដែលមានម្ចាស់ហាងម្នាក់ដែលមានឈ្មោះថា Bonnie Warden មានអាយុ43ឆ្នាំហើយ Ed ក៏គាត់បានទៅដើររកមើលសម្ភារៈនិងបានទិញសម្ភារៈទាំងអស់ហ្នឹងយកមកដាក់លើតុដើម្បីឲ្យអ្នកស្រី Bonnie ហ្នឹងកត់ឈ្មោះរបស់គាត់ចូលទៅក្នុងបញ្ជីទិញសម្ភារៈតែសុកមិនដឹងមិនទេ Ed ហ្នឹងក៏គាត់បានស្មារតីនៅពេលដែលគាត់មើលមុខរបស់ Bonnie ហ្នឹងហើយក៏បានដកកំភ្លើង Rafale មួយមកបាញ់អ្នកស្រី Bonnie រហូតដល់ស្លាប់និងបានយកសាកសពអ្នកស្រី Bonnie ហ្នឹងដាក់លើឡានហើយត្រឡប់មកផ្ទះវិញធម្មតាពេលនោះកូនរបស់អ្នកស្រី Bonnie ហ្នឹងជាមន្ត្រីស៊ើបអង្កេតម្នាក់ដែលគាត់បានចូលទៅកាន់ហាងហ្នឹងដើម្បីរកម្ដាយរបស់គាត់តែម្ដាយរបស់គាត់បាត់ចេញពីហាងមកហ្នឹងទៅណាទេ
វាធ្វើឲ្យគាត់នឹងចាប់ផ្ដើមមានអារម្មណ៍ថាភ័យខ្លាចបាត់ម្ដាយរបស់គាត់កូនរបស់គាត់ហ្នឹងក៏ទៅស្វែងរកឈ្មោះអ្នកទិញសម្ភារៈក្រោយគេដើម្បីស៊ើបសួរឬក៏ស្វែងរកព័ត៌មានរបស់ម្ដាយរបស់គាត់ហើយគាត់គិតថាឈ្មោះម្នាក់គេដែលនៅចុងក្រោយគេហើយគាត់នឹងទៅសាកសួរម្នាក់នោះហើយឈ្មោះម្នាក់នោះគឺ Edgin គឺជាម្នាក់ដែលមកក្នុងហាងនេះក្រោយគេកូនប្រុសរបស់គាត់ក៏បានសង្ស័យទៅលើ Ed និងនាំមន្ត្រីប៉ូលីសផ្សេងទៀតដើម្បីទៅឆែកឆេរផ្ទះរបស់ Ed នៅពេលដែលប៉ូលីសទៅដល់ហ្នឹងគឺគាត់បានឆែកឆេរទៅគឺគាត់ឃើញសាកសពរបស់ប៊ឺណៃហ្នឹងត្រូវបានវះគ្រឿងក្នុងនឹងបញ្យោដូចគោពវល់គេលូអាំងអញ្ចឹងចំណែកឯក្បាលរបស់គាត់ហ្នឹងត្រូវបានកាត់ចេញពីដងខ្លួនរបស់គាត់និងត្រូវបានយកទៅដំដោយគោរួចទៅបញ្យោដូចជាសត្វអញ្ចឹងអ្នកគ្នាអូអ្នកគ្នាសាក់សម័យមើលបើសិនជាយើងចូលទៅផ្ទះពីណាគេហើយគ្រាន់តែចូលទៅវឹបគ្រាន់តែចូលទៅវឹបគឺធ្លាក់សាក់សពមកចំកណ្ដាលមុខអើយគួរខ្លាចមែនមិនទាន់អស់តែអ្នកគ្នានៅក្នុងផ្ទះរបស់អែនោះគឺមានរបស់ចម្លែកផ្សេងទៀតដោយប៉ូលីសបានរកឃើញរបស់ចម្លែកជាច្រើនដូចជាស្បែកជើងធ្វើចេញពីស្បែកមនុស្សស្រោមមុខធ្វើចេញពីស្បែកមនុស្សខ្សែក្រវ៉ាត់ធ្វើចេញពីស្បែករបស់មនុស្សស្រីស្រោមដៃនិងប្រដាប់ភេទរបស់មនុស្សស្រីជាង9កាអីគ្រប់ដល់ស្បែកមនុស្សព្រមទាំងអំពូលភ្លើងធ្វើចេញពីស្បែកមនុស្សនិងចានធ្វើចេញពីលលីក្បាលរបស់មនុស្សផុសតាំងទាំងអស់នេះត្រូវបានប៉ូលីសចាប់ខ្លួនគាត់ភ្លាមនិងបានយកគាត់មកសួរចម្លើយក្នុងឆ្នាំ1957ដល់ឆ្នាំ1958តុលាការក៏បានសម្រេចចិត្តថាយកគាត់នឹងទៅដាក់ក្នុងមន្ទីរឃុំឃាំងមនុស្សវិកលចរិតព្រោះតែស្ថានភាពរបស់គាត់នឹងគឺមិននឹងណូរយៈពេល30ឆ្នាំក្រោយមកនៅក្នុងឆ្នាំ1984 Edgin ត្រូវបានស្លាប់ដោយជំងឺមហារីក